យូជីងតើខ្ញុំអាចត្រឡប់ទៅអ្នកត្រូវបានប្រទានពោពីស្ថានសួគ៌រួចហើយគូតើគាត់ហ៊ានសុំបន្ថែមទៀតដោយរបៀបណាវាទើបតែ2ឆ្នាំប៉ុណ្ណោះចាប់តាំងពីយើងបែកគ្នាហេតុអ្វីបានជាអ្នកងាយនឹងយំខ្លាំងម្ល៉េះខ្ញុំកំពុងឈរនៅទីនេះជាមួយអ្នកតើមានអ្វីដែលត្រូវខ្លាចនៅចំពោះមុខយើងយូឈូតាមពិតទៅខ្ញុំបានរកឃើញថ្នាំនោះហើយប៉ុន្តែខ្ញុំពិតជាមិនអាចប្រកួតប្រជែងជាមួយពួកគេបានទេគេងវិញទៅលោកស្រីទោះបីជាអ្នកត្រូវស្លាប់ក៏ដោយក៏វានៅតែជាថ្ងៃស្អែកដែរហើយចូលយើងទាញយកអត្ថប្រយោជន៍ច្រើនបំផុតពីថ្ងៃនីមួយយកព្រមទេមិនអីទេរស់នៅរាល់ថ្ងៃឲ្យបានពេញលេញនៅថ្ងៃបន្ទាប់យើងបង្កើនភាពស្និទ្ធស្នាលខ្ញុំលែងគិតថាគាត់នឹងធ្វើបែបនេះទៀតហើយវានឹងមិនចាក់ចេញពីខ្ញុំភ្លាមនោះទេយ៉ាងណាក៏ដោយលើកនេះគាត់ស្លាប់ហើយខ្ញុំនឹងមិនប្រថុយប្រថានជាមួយភ្លើងឡើយខ្ញុំឲ្យតម្លៃពេលវេលាដែលយើងនៅជាមួយគ្នាកាន់តែខ្លាំងឡើងពេលវេលាកន្លះខែក្រោយមកដោយទាញយកប្រយោជន៍ពីលីជូខ្ញុំបានទៅធ្វើការហើយអង្គុយនៅទីធ្លាដេកសម្លៀកបំពាក់សម្រាប់គាត់រៀងរាល់ពីថ្ងៃម្ដងវាជាថ្ងៃកំណើតរបស់គាត់ខ្ញុំចង់ធ្វើឲ្យឆេនមានការភ្ញាក់ផ្អើលមួយយូឈីងតែម្ដាយរបស់អ្នកមានអារម្មណ៍ធូរស្រាលទេខ្ញុំនៅទីនេះដើម្បីយកថ្នាំមកឲ្យអ្នកថ្ងៃនោះខ្ញុំបានសុំឲ្យអ្នកផ្ដល់អត្ថវេទទីតាឲ្យខ្ញុំអាណិតណាស់ខ្ញុំបានផលិតថ្នាំបុរាណមួយប្រភេទដែលអាចសង្គ្រោះជីវិតបានខ្ញុំបានយកវាមកជូនអ្នកជាពិសេសសម្រាប់គោលបំណងនេះខ្ញុំមិនហ៊ានស្រមៃថាមានអ្វីកើតឡើងប្រសិនបើលីជូត្រឡប់មកវិញទេហើយខ្ញុំគួរតែតើអ្នកពន្យល់រឿងនេះដោយរបៀបណាអ្នកត្រូវចាក់ចេញយ៉ាងលឿនសម្ភារៈរបស់បុរសនោះវាមិនមានអ្វីពាក់ព័ន្ធនឹងអ្នកទេហើយខ្ញុំក៏មិនចង់បានថ្នាំគ្រាប់ដែរអ្នកគួរតែចាក់ចេញឥឡូវនេះអ្នកបានប្រោសសម្ដាយរបស់អ្នកឲ្យរស់ឡើងវិញមែនតើអ្នកជាទីគោរពរបស់ខ្ញុំមែនទេយូឈីងតើនេះជានរណាត្រូវហើយរដ្ឋមន្ត្រីតើនេះជានរណាគាត់គ្រាន់តែដើរកាត់មកដល់ថៅខុសប៉ុណ្ណោះផឹកទឹកក្នុងករណីនោះខ្ញុំនឹងទៅយកទឹកខ្លះប្រញាប់ឡើងសិនយូឈីងអ្នកបានប្រោសគាត់ឲ្យរស់ឡើងវិញតើអ្នកមិនបាននិយាយថាអ្នកចង់ប្រោសសម្ដាយរបស់អ្នកឲ្យរស់ឡើងវិញទេតើអ្នកជាសាច់ញាតិរបស់ខ្ញុំមែនទេហេតុអ្វីបានជាអ្នកកុហកខ្ញុំមិនដែលនិយាយបែបនោះទេចំពោះអ្នកការប្រោសមនុស្សម្នាក់ឲ្យរស់ឡើងវិញវាគ្រាន់តែជាបញ្ហានៃការនិយាយពាក្យពីរបីម៉ាត់ប៉ុណ្ណោះអ្នកពិតជាមានអំណាចមិនគួរឲ្យជឿចាប់តាំងពីអ្នកបានឆ្លើយដូចដែលខ្ញុំបាននិយាយអញ្ចឹងតើអ្នកចង់ឲ្យអ្នកណារស់ឡើងវិញហេតុអ្វីបានជាអ្នកបារម្ភពីរឿងរបស់ខ្ញុំខ្លាំងម្ល៉េះប៉ុន្តែគាត់ជាបុរសអ្នកបានរៀបការជាមួយខ្ញុំហើយដូច្នេះប្រជាជនរបស់ខ្ញុំយូឈីងអ្នកបាននិយាយថាអ្នកបានជួបទេវតាមួយតើនោះជាគាត់មែនទេតើអ្នករៀបការហើយឬនៅទេយើងមិនបានធ្វើអ្វីទេគ្មានសម្បត្តិអាពាហ៍ពិពាហ៍ហើយក៏គ្មានយករៀបការដែរជឿខ្ញុំចុះយើងគ្មានដៃផងខ្ញុំអាចដោះស្រាយបញ្ហានេះបានដោះលែងនាងទៅកុំធ្វើបាបនាងអីខ្ញុំជាអ្នកកុហកអ្នកតើអ្នកចង់សម្លាប់ខ្ញុំមែនទេមករកខ្ញុំតើពេលណាទើបខ្ញុំគិតចង់សម្លាប់អ្នកតើអ្នកខ្វល់ពីគាត់ខ្លាំងម្ល៉េះតើអ្នកចង់ស្លាប់ដើម្បីគាត់ជាងទេជាការពិតណាស់ពីព្រោះគាត់បានសោយទីវង្គតសម្រាប់ខ្ញុំរួចហើយម្ដងជីខាងលិចអ្នកនឹងមិនយល់ទេខ្ញុំមិនជឿទេត្រូវហើយរដ្ឋមន្ត្រីខ្ញុំនឹងនាំអ្នកចេញយូជាងខ្ញុំនឹងនាំអ្នកចេញអ្នកក៏មិនងាយស្រួលដែរមែនទេខ្ញុំតែងតែឃើញម្ដាយរបស់អ្នកវីដំអ្នកម្ដាយខ្ញុំនិយាយថាខ្ញុំជាទំនិញដែលខាត់លុយដែលត្រូវលក់ទេគាត់នឹងវីខ្ញុំតែពេលគាត់ខឹងប៉ុណ្ណោះជាធម្មតាទេម៉ាក់ខ្ញុំមិនដែលវីខ្ញុំទេយូឈីងកុំបារម្ភអីយើងនឹងរកឱកាសឃើញខ្ញុំនឹងជួយអ្នកឲ្យរត់គេចខ្លួនខ្ញុំមិនមានសង្ឃឹមអ្វីតតែសោះនៅពេលនោះព្រោះខ្ញុំបានរត់គេចខ្លួនច្រើនដងរួចមកហើយប៉ុន្តែរាល់ពេលវាមិនយូរប៉ុន្មានទេម្ដាយរបស់ខ្ញុំបានដេញតាមខ្ញុំហើយនាំខ្ញុំត្រឡប់មកវិញដូច្នេះថាតើខ្ញុំរត់ចេញឬអត់ខ្ញុំបានសម្រេចចិត្តរួចហើយខ្ញុំលែងចង់គិតអំពីវាទៀតហើយប៉ុន្តែលីឈូខុសពីខ្ញុំនាងតែងតែពោពេញដោយក្តីសង្ឃឹមមាននរណាម្នាក់មកទិញនាងធ្វើពុតជាឈួតហើយភ័យខ្លាចមនុស្សនោះបានរត់គេចខ្លួនទៅឆ្ងាយម៉ាក់ខ្ញុំខឹងខ្លាំងណាស់រហូតដល់វាខ្ញុំប៉ុន្តែបន្ទាប់មកខ្ញុំខ្លាចថាបើខ្ញុំធ្វើបាបនាងវានឹងកាន់តែទិញអាហារប៉ុន្តែពួកគេមិនឲ្យពួកគេញ៉ាំទេនៅយប់មួយផ្ទះរបស់ខ្ញុំត្រូវបានគេលួចចូលលួចភ្លើងបានចាប់ផ្ដើមជាការសង្សឹកហើយម្ដាយរបស់ខ្ញុំបុកដោយធ្នឹមដំបូលធ្លាក់នៅចំកណ្ដាលគាត់បានលង់ទឹកស្លាប់ភ្លាមចំណែកឯខ្ញុំវិញជាប់គាំងវាពិបាកក្នុងការរត់គេចពីភ្លើងយូឈីងខ្ញុំនឹងនាំអ្នកចេញនាងមិនមែនជាទេពធីតាទេប៉ុន្តែនាងមានភាពទេពអប្សរជាងទេពធីតាណាមួយគួរឲ្យភ្ញាក់ផ្អើលក្រោយមកនាងបាននាំខ្ញុំដើរជារង្វង់ពួកគេបានរកឃើញគ្រួសារលីម្ដងទៀតហើយជាលទ្ធផលខ្ញុំបានឃើញម្ដាយរបស់នាងកំពុងកាន់កូនតូចអូនរកតែកើតមកគ្មានភ្នែកអ្វីទាំងអស់គ្មានទុកព្រួយទេហេតុអ្វីបានជាអ្នកមិនទៅផ្ទះពួកគេរស់នៅបានល្អឥឡូវនេះមិនអីទេមិនដឹងទេ
យើងបានរកឃើញកន្លែងមួយនៅជីក្រុងទីឃ្លាតទេត្រូវបានកាន់កាប់ទៅចុះរស់នៅជីវិតដ៏លំបាកនិងវេទនាខ្ញុំបានចាប់ផ្ដើមរស់នៅក្នុងជីវិតជាក់លាក់មួយប៉ុន្តែតាមពិតខ្ញុំមិនដឹងអ្វីទាំងអស់អំពីវាពួកគេមិនយល់ពីរបៀបរកលុយទេគាត់បានធ្វើវាទាំងអស់ប៉ុន្តែលីជូស៊ីដោយគ្មានការត្អូញត្អែសូម្បីតែមួយម៉ាត់សូម្បីតែចំពោះខ្ញុំឆ្នាំដែលនាងមានអាយុ15ឆ្នាំហើយឈានដល់វ័យរៀបការផ្កាខ្ញុំបានចំណាយលុយទាំងអស់របស់ខ្ញុំដើម្បីទិញមួយដុតក្រណាត់ក្មេងស្រីទាំងអស់នៅក្នុងទីក្រុងស្លៀកពាក់នេះពិតជានឹងមើលទៅអស្ចារ្យសម្រាប់អ្នកសម្រាប់រយៈពេល6ខែបន្ទាប់ខ្ញុំនឹងផឹកបុកម្ដងទៀតមិនអីទេប្រហែលជាខ្ញុំគួរតែចេញទៅធ្វើការដែរមិនចាំបាច់ទេខ្ញុំមានអំណាចគ្រប់យ៉ាង